កម្ពុជាបន្តជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពបំពានជាបន្តបន្ទាប់របស់ទាហានថៃដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណានៅថ្ងៃទី21មករាការបន្តតវ៉ារបស់កម្ពុជាធ្វើឡើងចំពេលដែលកម្លាំងយោធាថៃមិនព្រមដកចេញពីតំបន់ដែលជាទឹកដីកម្ពុជានិងដែលយោធាថៃថែមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតំបន់នោះទៀតផងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធទី21មករានេះលោកប៉ែនបូណាបានគូសបញ្ជាក់ថាសកម្មភាពដែលថៃបានបង្កតាំងពីថ្ងៃទី19ខែមករារួមមានការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះពិស្ណុដែលទាហានថៃបានបំផ្លាញនៅតំបន់អានសេះខេត្តព្រះវិហារក្រៅពីនេះភាគីថៃក៏បានដាក់រាយទូកុងតឺន័រដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យនិងបានសាងសង់លេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួននៅចំពោះមុខការរំលោភបំពានយ៉ាងកម្រោលយ៉ាងដូចនេះកម្ពុជាបានអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមក្នុងកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តនិងស្ដារសន្តិភាពឡើងវិញនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរគួររំលឹកថាក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងថៃបានបន្តឈរជើងនៅលើទឹកដីកម្ពុជាចំនួន14ទីតាំងនិងតំបន់តាមព្រំដែនពិសេសទីតាំងរបស់ជនស៊ីវិលកម្ពុជាយោធាថៃក៏រារាំងមិនឲ្យជនភៀសសឹកកម្ពុជាត្រឡប់ចូលទៅលំនៅឋានរបស់ពួកគេវិញដែរនេះបើតាមក្រសួងការបរទេសកម្ពុជាតែរដ្ឋមន្ត្រីការពារជាតិថៃលោកណត្តភុន ណភនិតបានឲ្យដឹងកន្លងមកថាកងទ័ពថៃនឹងឈរជើងលើទឹកដីដែលខ្លួនកាន់កាប់បាននៅតាមបណ្ដោយព្រំដែនខ្មែរថៃក្នុងរយៈពេលយ៉ាងហោចណាស់1ឆ្នាំទៅមុខទៀតក្រោមហេតុផលការពារដែនអធិបតេយ្យរបស់ខ្លួនភ្លាមកាលនោះក្រសួងការបរទេសកម្ពុជាបានចេញមុខជំទាស់នឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃនិងបានទាមទារឲ្យថៃគោរពដែនអធិបតេយ្យភាពរបស់កម្ពុជាអ្នកជំនាញជាសាស្ត្រនយោបាយលោកបណ្ឌិតកិនភាថ្លែងនៅថ្ងៃពុធទី21មករានេះថាកម្ពុជាត្រូវបន្តទាមទារឲ្យទាហានថៃដកចេញពីទឹកដីកម្ពុជានិងប្រើប្រាស់យន្តការការទូតប្រឆាំងនឹងការរំលោភបំពានរបស់ថៃបើតាមលោកបណ្ឌិតកិនភាកម្ពុជាត្រូវជំរុញឲ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគូក JBC និងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីរំលឹកថៃឲ្យអនុវត្តតាមកិច្ចព្រមព្រៀងនានាដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃជាដើម។